ជំរាបសួរបាទពេលណាបងប្អូនដាក់ពាក្យតាមកម្មវិធី EB3 ទៅធ្វើការនៅរស់នៅអាមេរិកដែលចំណាយពី3-4ឆ្នាំហ្នឹងគឺបងប្អូនទៅដល់អាមេរិកបងប្អូននឹងទទួលបាន Green Card ដែលមានសុពលភាព10ឆ្នាំសម្រាប់សមាជិកទាំងអស់ដៃប្រពន្ធកូនទាំងអស់បាទសួរថាយក Green Card មកអីតើវាប្រយោជន៍អីទៅបាទទី1 Green Card វាហាក់បីដូចជាអត្តសញ្ញាណប័ណ្ណខ្មែរយើងចឹង10ឆ្នាំដូចគ្នាបាទហើយ Green Card នេះដល់ស្រាប់បងប្អូនរស់នៅអាមេរិកអចិន្ត្រៃយ៍ទាំងអស់គ្នាបាទបងប្អូនអាចប្រកបរបររកស៊ីចំជីវិតធ្វើការងារផ្សេងៗដូចជនជាតិអាមេរិកចឹងដូចគ្នាសំខាន់ជាងទៅទៀត Green Card នឹងផ្ដល់សិទ្ធិឲ្យបងប្អូនឲ្យកូនរៀនអត់អស់លុយចាប់ពីចូលរៀនដំបូងរហូតដល់អាយុ18ឆ្នាំបើចូលសាកលវិទ្យាល័យគឺបងលុយដូចជនជាតិអាមេរិកនឹងធូរថ្លៃជាងនិស្សិតបរទេសហើយ Green Card នេះក៏អាចជួយបងប្អូនឲ្យប្រើសេវាកម្មសុខភាពវាបានដែរបាទពួកបងប្អូនធ្វើការក៏ឲ្យបង insurance អញ្ចឹងបងប្អូនអាចយក Green Card ហ្នឹងជាមូលដ្ឋានដើម្បីបង insurance ឲ្យបងប្អូនឈឺគឺមានអឺការរ៉ាប់រងជូនបងប្អូនបាទសំខាន់ជាងនេះទៀត Green Card នេះធ្វើឲ្យបងប្អូនងាយស្រួលក្នុងការធ្វើដំណើរទៅប្រទេសផ្សេងៗទៀតដោយបំចាត់បែបមាន visa ទេបងប្អូនហើយក្រោយ5ឆ្នាំរស់នៅអាមេរិកបងប្អូនអាចសុំយក passport បានលេខកាន់ Green Card ដែរបាទនេះគឺជាអត្ថប្រយោជន៍សំខាន់សម្រាប់បងប្អូនដែលចង់បាន Green Card អាមេរិកបាទអរគុណជំរាបលា